នៅពេលដែលអ្នកហត់នឿយទន្ទិញពាក្យទាំង5ឃ្លានេះនៅក្នុងចិត្តហើយបន្តដំណើរទៅមុខទៀតទី1ការហត់នឿយមិនអាចសម្លាប់យើងបានទេមនុស្សយើងមិនស្លាប់ដោយងាយពេកទេបើត្រឹមតែធ្វើការឲ្យអស់ពីចិត្តហូបឆ្អែតគេងលក់អារម្មណ៍ល្អស្អែកមានកម្លាំងបន្តដំណើរទៅមុខទៀតមនុស្សយើងរឹងមាំពេកហើយខួរក្បាលរបស់យើងអស្ចារ្យមែនទែនវាមិនបណ្ដោយឲ្យយើងស្លាប់ងាយពេកទេប្រឹងប្រែងគឺជាផ្លូវដ៏ល្អបំផុតនៅក្នុងជីវិតរបស់យើងហត់អាចសម្រាកបន្តិចបានតែសូមកុំបោះបង់ផ្នត់គំនិតប្រឹងប្រែងចេញពីក្នុងខ្លួនឯសោះយើងហត់យូរមកហើយហត់បន្តិចទៀតក៏មិនអីដែរកូវីដយើងអាចឆ្លងបានវិបត្តិសកលក៏យើងអាចឆ្លងបានយើងមិនមែនជាមនុស្សធម្មតាពេកទេអ្នករឹងមាំសម្បើមមែននៅពេលដែលអ្នកហត់នឿយទន្ទិញពាក្យទាំង5ឃ្លានេះនៅក្នុងចិត្តហើយបន្តដំណើរទៅមុខទៀតទី1ការហត់នឿយមិនអាចសម្លាប់យើងបានទេមនុស្សយើងមិនស្លាប់ដោយងាយពេកទេបើត្រឹមតែធ្វើការឲ្យអស់ពីចិត្តហូបឆ្អែតគេងលក់អារម្មណ៍ល្អស្អែកមានកម្លាំងបន្តដំណើរទៅមុខទៀតមនុស្សយើងរឹងមាំពេកហើយខួរក្បាលរបស់យើងអស្ចារ្យមែនទែនវាមិនបណ្ដោយឲ្យយើងស្លាប់ងាយពេកទេប្រឹងប្រែងគឺជាផ្លូវដ៏ល្អបំផុតនៅក្នុងជីវិតរបស់យើងហត់អាចសម្រាកបន្តិចបានតែសូមកុំបោះបង់ផ្នត់គំនិតប្រឹងប្រែងចេញពីក្នុងខ្លួនឯសោះយើងហត់យូរមកហើយហត់បន្តិចទៀតក៏មិនអីដែរកូវីដយើងអាចឆ្លងបានវិបត្តិសកលក៏យើងអាចឆ្លងបានយើងមិនមែនជាមនុស្សធម្មតាពេកទេអ្នករឹងមាំសម្បើមមែនអ្នកក្រធ្វើអ្វីក៏ខុសមែនទេនៅក្នុងសង្គមបច្ចុប្បន្នអ្នកអាចគ្មានគុណសម្បត្តិឬគ្មានមុខមាត់ក៏បានប៉ុន្តែអ្នកមិនអាចគ្មានលុយបានទេបើអ្នកក្រទោះអ្នកនិយាយអ្វីឬធ្វើអ្វីក៏ខុសដែរបើមិនជឿសូមកត់សម្គាល់ដូចតទៅនេះពេលអ្នកមានចែករំលែកបទពិសោធន៍គេថាចំណេះដឹងនាំលទ្ធផលពេលអ្នកក្រចែករំលែកបទពិសោធន៍គេថានិយាយមិនសមហេតុផលពេលអ្នកមានហូបបន្លែគេថាថែទាំសុខភាពពេលអ្នកក្រហូបបន្លែគេថាគ្រោះក្រីក្រពេលអ្នកមាន